អ្នកទាំងអស់គ្នាធ្លាប់គិតទេថាយើងយករបស់ដែលយើងប្រើប្រាស់ដែលជាផ្នែកមួយនៅក្នុងវប្បធម៌នៃអរិយធម៌របស់ខ្មែរយើងមកច្នៃជាអគារខ្ពស់បែប modern ហើយនៅក្នុងនេះខ្ញុំនឹងលើកយកនៅគំនិតមួយឧបករណ៍មួយដែលខ្មែរយើងតែងតែប្រើប្រាស់យកមកច្នៃជាអគារខ្ពស់ទំនើបបានជារៀងរាល់ឆ្នាំយើងមានបុណ្យធំ3គឺយើងមានចូលឆ្នាំភ្ជុំបិណ្ឌហើយនិងអុំទូកគឺបុណ្យធំ3នេះគឺបុណ្យមួយគឺប្រហែលពេល3ថ្ងៃតែបុណ្យភ្ជុំបិណ្ឌគឺយើងប្រហែលពេល15ថ្ងៃហើយដែលឡែកបុណ្យភ្ជុំបិណ្ឌខុសពីបុណ្យផ្សេងទៀតដោយសារតែបុណ្យភ្ជុំបិណ្ឌតេតងនឹងវប្បធម៌អរិយធម៌ហើយតេតងនឹងសាសនាទៀតអញ្ចឹងនៅក្នុងនេះខ្មែរយើងជាធម្មតានៅក្នុងរដូវភ្ជុំបិណ្ឌគឺយើងមានរដូវកាន់វេនបិណ្ឌ1បិណ្ឌ2បិណ្ឌ3អញ្ចឹងជាធម្មតាវេនបិណ្ឌមួយគឺតែងតែខ្មែរយើងធ្វើចង្ហាន់ទៅប្រគេនលោកអញ្ចឹងនៅក្នុងចង្ហាន់ទៅប្រគេនលោកហ្នឹងជាទំនៀមទម្លាប់របស់ខ្មែរយើងតាំងពីដើមមកគឺតែងតែធ្វើចង្ហាន់ដាក់ស្រាក់ប្រគេនលោកអញ្ចឹងនៅក្នុងនោះគឺយើងមានគំនិតថាចុះបើសិនជាយើង create រៀងអគារមួយរៀងយករៀងស្រាក់ហ្នឹងយកមកច្នៃធ្វើជាអគារតើវាចាញ់រូបរាងដូចម្ដេចអញ្ចឹងនៅក្នុងនេះយើងចាប់ផ្ដើម create សំណង់ modern មួយដែលយក concept ស្រាក់ហ្នឹងយកមកច្នៃធ្វើជាអគារអញ្ចឹងឃើញថារៀងអគារឃើញថាប្លែកហើយនឹងស្រស់ស្អាតសម្រាប់ design អគារនេះគឺយើងធ្វើជាអគារការិយាល័យបុគ្គលិករបស់គាត់ចន្លោះពី80ទៅ120នាក់អញ្ចឹងចំនួនមនុស្សនឹងគឺជាចំនួនច្រើនអញ្ចឹងសួរថាតើយើងធ្វើម៉េចដើម្បីឲ្យបុគ្គលិកនឹងគាត់បាត់ stress ហើយឲ្យបុគ្គលិកនឹងគាត់ប្រើប្រាស់អគារនឹងបានសមស្របដោយសារតែអីគឺដោយសារតែឧទាហរណ៍ថាគាត់សម្រាប់ពេលថ្ងៃញ៉ាំបាយគាត់អាចចូលទៅភ្នំពេញវិញបានទេដោយសារតែចម្ងាយហ្នឹងពេលដែលគាត់ចូលទៅបើសិនជាស្ទះតិចតួចគាត់មកវិញគាត់ដឹងតែ late ហើយអញ្ចឹងយើង create space មួយសម្រាប់ឲ្យគាត់ប្រើប្រាស់រួមគ្រប់ជាន់ហ្នឹងគឺគាត់មកប្រើប្រាស់កន្លែងហ្នឹងដើម្បីសម្រាប់ថ្ងៃត្រង់ផងដើម្បីកាត់បន្ថយ stress ផងហើយនឹងឲ្យគាត់ប្រើប្រាស់រួមដើម្បីគ្រប់ office គ្រប់ department របស់គាត់ហ្នឹងអាចប្រស្រ័យតាក់ទងគ្នាបាននៅផ្នែកខាងលើយើងមានសួនដែរតែគ្រាន់ថាផ្នែកខាងលើហ្នឹងគឺយើងត្រៀមសម្រាប់ក្រុម management នេះដោយសារតែបុគ្គលិកមានចំនួនច្រើនអញ្ចឹងធម្មតា manager ទាំង CEO ទាំងអីហ្នឹងគឺគាត់អាចឡើងទៅខាងលើគេបំផុតអាចភាសាគ្នាបានអាចសម្រាប់បានអញ្ចឹងយើងអាចកាត់ category ផ្សេងគ្នាដើម្បីឲ្យពួកគាត់អាចភាសាគ្នាអាច relate ផ្សេងគ្នាបានសម្រាប់ចំណុចល្អនៅក្នុងការប្រើប្រាស់គម្រោងរបស់យើងនេះគឺទី1ដោយសារតែសំណង់អគាររបស់យើងចាប់ពីជាន់ទី5ឡើងទៅគឺយើងចាប់ផ្ដើមមើលឃើញទឹកទន្លេហើយអញ្ចឹងសម្រាប់អគារនឹងទៅមូលគឺយើងបែរកញ្ចក់នឹងទាំង4ជ្រុងអញ្ចឹងពេលដែលយើងបែរកញ្ចក់ទាំង4ជ្រុងហើយ office ហ្នឹងយើងអង្គុយនៅកណ្ដាលអញ្ចឹងមានន័យថាបុគ្គលិកទាំងអស់ដែលគាត់នៅការក្នុង office ជ្រុងណាក៏គាត់មើលឃើញទឹកទន្លេដែរមិនថាខាងជើងខាងត្បូងខាងលិចខាងកើតគ្រប់ជ្រុងគឺគាត់មើលឃើញទឹកទន្លេដោយសារតែផ្នែកខាងមុខគឺយើងមានទន្លេសាបផ្នែកខាងក្រោយគឺយើងមានទន្លេមេគង្គហើយផ្នែកខាងត្បូងគឺយើងអាចមើលឃើញទៅដល់ទន្លេ4មុខអញ្ចឹងមានន័យថាគ្រប់ជ្រុងនៅក្នុងអគារនឹងតែម្ដងគឺយើងមើលឃើញទឹកទន្លេទាំងអស់តែនឹងហើយដែលយើងធ្វើអគារនឹងកញ្ចក់ទាំង4ជ្រុងនឹងសម្រាប់បុគ្គលិកអង្គុយនៅផ្នែកកណ្ដាលយើងអាចមើលឃើញគ្រប់ជ្រុងធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់មិនមែនត្រឹមតែធ្វើការទេគាត់អង្គុយសម្រាកលំហែគឺ enjoy ការងាររបស់គាត់នឹងអត់ stress អត់មានថាអង្គុយនៅនឹងមានជាងបាំងមានជាង blog អង្គុយមើលតែជាងគឺអត់ទេហើយគ្រប់ department ទាំងអស់គ្រប់ជាន់ទាំងអស់គឺ view ដូចគ្នាសូម្បីតែនៅក្នុងបន្ទប់ទឹកអ
ដោយសារតែបន្ទប់ទឹករបស់យើងគឺនៅផ្នែកខាងកើតបែរទៅទន្លេមេគង្គអញ្ចឹងគ្រប់ផ្នែកគ្រប់ជ្រុងទាំងអស់គឺយើងមានវិទ្យុស្មើគ្នា